ភ្នែកហើយអង្គុយស្ដាប់សំឡេង music therapy ដែលបងផ្ញើទៅចាក់ទៅហើយនិយាយដូចនេះជីវិតរបស់ខ្ញុំបានធ្វើបុណ្យច្រើនហើយខ្ញុំក៏បានព្យាយាមដើម្បីអប់រំចិត្តដែរក៏ប៉ុន្តែខ្ញុំមិនមែនជាអរិយបុគ្គលទេខ្ញុំនៅខឹងខ្ញុំនៅមានវិន័យខ្ញុំចេះអន់ចិត្តនេះជាធម្មជាតិរបស់បឋមជនខ្ញុំមិនត្រូវអន់ចិត្តនឹងខូចចិត្តពីអ្វីដែលវាហួសទៅហើយទេខ្ញុំមិនចង់បញ្ចេញកំហឹងទេតាមការពិតនោះក៏ប៉ុន្តែទោសៈតែខ្ញុំមិនបានគ្រប់គ្រងវាបានឬក៏ទោសៈដែលមិននៅក្រោមការគ្រប់គ្រងរបស់ខ្ញុំវាចេញទៅចឹងអ្វីដែលខ្ញុំបានធ្វើខ្ញុំទទួលកំហុសខ្ញុំទទួលស្គាល់ថាខ្ញុំខុសហើយខ្ញុំអត់ពិបាកចិត្តនឹងអ្វីដែលហួសទៅទេពីព្រោះខ្ញុំបានទទួលកំហុសដោយខ្លួនឯងខ្ញុំទទួលថាខ្ញុំខុសខ្ញុំបានទទួលថាអ្វីដែលខ្ញុំបានធ្វើនឹងគឺខុសមែនចឹងខ្ញុំនឹងមេត្តាដល់ខ្លួនឯងកុំអន់ចិត្តកុំខូចចិត្តនឹងអ្វីដែលវាហួសទៅហើយខ្ញុំនឹងផ្សាយមេត្តាដល់គាត់ខ្ញុំនឹងសុំទោសគាត់ថាអ្វីដែលកើតឡើងគឺខ្ញុំសុំទោសខ្ញុំមានបំណងទេភាពមានអ្នករបស់ខ្ញុំជាធម្មតាពីព្រោះខ្ញុំជាបឋមជនខ្ញុំនឹងព្យាយាមនឹងបន្ថយភាពមានអ្នករបស់ខ្ញុំអរិយបុគ្គលម្នាក់នាំតែបានคล้ายទៅជាអរិយបុគ្គលលោកក៏តែងធ្វើខុសដែរចោះនាំតែខ្ញុំជាបឋមជនទៅតែព្យាយាមសិក្សាអញ្ចឹងតែងតែមានភាពខុសឆ្គងតិចតួចហើយសម័យឥឡូវនេះមិនដូចសម័យព្រះអង្គទេគឺមនុស្សគឺរវល់ stress ពេញរាងកាយអញ្ចឹងនេះជាធម្មជាតិនៃចិត្តរបស់ខ្ញុំដែរខ្ញុំមិនកើតទុកខ្ញុំមិនអន់ចិត្តនឹងអ្វីដែលបានកើតឡើងទៅទេចូលខ្ញុំកុំគិតពីអ្វីដែលហួសទៅហើយចូលខ្ញុំកុំពិបាកចិត្តនឹងអ្វីដែលហួសទៅហើយបើខ្ញុំពិបាកចិត្តពីអ្វីដែលហួសទៅហើយតើខ្ញុំអាចផ្លាស់ប្ដូរអតីតនឹងបានទេបើខ្ញុំនៅតែខ្វល់ខ្វាយពិបាកចិត្តតើខ្ញុំអាចបន្ថយភាពមានអ្នករបស់ខ្ញុំបានទេបើខ្ញុំនៅតែពិបាកចិត្តពីអ្វីដែលកើតឡើងតើឲ្យខ្ញុំអាចផ្លាស់ប្ដូរអតីតបានទេគឺអត់ទេភាពបារម្ភរបស់ខ្ញុំភាពព្រួយរបស់ខ្ញុំគឺគ្មានប្រយោជន៍សម្រាប់ខ្ញុំទេវាគ្រាន់តែជា
ភាពបំផ្លាញពេលវេលារបស់ខ្ញុំទេខ្ញុំមិនត្រូវការទុកទេទោះបីខ្ញុំមិនបានទទួលកំហុសនៅមុខអ្នកដែលខ្ញុំប្រកែកក៏ដោយក៏ខ្ញុំបានទទួលកំហុសនៅមុខពធគឺខ្លួនឯងគឺទទួលថាខ្ញុំបានធ្វើខុសមែនម្សិលមិញចូលខ្ញុំកុំបារម្ភនឹងអ្វីដែលកើតឡើងហើយ